សូមគោរពនឹងជីវិតទូពុកម៉ែបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំបានយកជំនួយពីខាងពេទ្យខ្ចោះតាមរយៈបងចំណូលសវណ្ណដែលបានឧបត្ថម្ភថ្នាំនិងវីតាមីនហើយ Power Bank ចំនួន4ដើម្បីចែកជូនបងប្អូនរបស់ខ្ញុំដែលរួមក្រុមជាមួយគ្នានេះហើយនឹងបងប្អូនខ្លះក៏ទទួលបានទឹកប្រាក់ម្នាក់ 20,000 រៀលដែលបងស្រីសួនចន្ទធីដែលគាត់បានឧបត្ថម្ភមកតាមរយៈខ្ញុំឥឡូវក៏ខ្ញុំសូមធ្វើការចែកជូនគាត់មួយបងប្អូនបាន Power Bank Power Bank ណែ Power Bank មួយនេះថ្នាំបកគោជំនួយពេទ្យចាំបែងចែកជូនបងប្អូនហើយនឹងប្រាក់ដែលគាត់ជូនមកខ្ញុំនោះចំនួន5នាក់យ៉ាញ៉ាំអូនតិចមកបែបនេះបកគលជូនទៅខាង admin អរគុណបាទហើយក៏សូមគោរពជូនពរបងប្អូនអស់ដែលបានជួយដល់ក្រុមរបស់ខ្ញុំបាទឥឡូវនេះបើសិនតែមានបងប្អូនឬសប្បុរសជនណាដែលចង់ជួយបន្តទៀតពួកខ្ញុំនៅខ្វះខាតច្រើនមិនទាន់បានគ្រប់គ្នាទេមានអីជួយបងប្អូនបន្តិចអត់ដល់ចាស់ជំនួយគ្រូពេទ្យបាទជាដំបូងសូមអរគុណម្ចាស់ជំនួយដែលបានឧបត្ថម្ភមកក្រុមពួកខ្ញុំបាទហើយមាន Power Bank មានថ្នាំពេទ្យនិងថវិកាហើយសូមអរចាស់ជំនួយរកស៊ីទទួលទានមានបានហើយសុខភាពល្អហើយពួកខ្ញុំមានការខ្វះខាតច្រើនទៀតបើចាស់ឧបត្ថម្ភត្រូវការជំនួយជាសម្ភារៈប្រើប្រាស់ក៏ដូចជាថវិកាថែមទៀតសូមជំនួយមកបងប្រុសខាងនេះបាទនេះមានផ្លែអរគុណបាទអរគុណតាំងពីនេះ